លោកប្តីអាចពិសាបានហើយប៉ុន្មានឆ្នាំមុននេះបងគិតតែពីរ៉ូស៊ីដល់ថ្ងៃនេះទើបបងដឹងថាទ្រព្យសម្បត្តិដ៏ធំបំផុតគឺនៅក្បែរបងហើយអូនសម្លាញ់អរគុណណាស់ហេតុនេះបងវិតខ្សែធនហើយណាដឹងទេមិនមែនទេបងធានាថាអត់ទេអត់រហូតណាបងពិតជាសប្បាយចិត្តណាស់អូនក៏សប្បាយចិត្តដែរអូនសប្បាយចិត្តស្អីដែរបានឃើញពុកម្ដាយបងជាគ្នាវិញម្យ៉ាងទៀតល្អជាងមុនទៅទៀតចុះបងសប្បាយចិត្តដោយបានឃើញអូនសប្បាយចិត្តម្យ៉ាងទៀតទីបំផុតបានជោគជ័យត្រូវតែដកខ្លួនហើយមិនដឹងជាពេលនេះវៃគិនយ៉ាងម៉េចទេអូនព្រួយពីគាត់ណាតាមមើលស្អែកនេះយើងគួរតែចេញដំណើរទៅវត្តសៃលីនហើយមែនទេតើអង្កលទើបយើងបានជោគជ័យដកខ្លួនថយមិនដឹងជាបងនិយាយពីអីទេពិតជាមិនដឹងមែនមិនដឹងទេអេនៃរបស់ជោគជ័យដែលដកខ្លួនថយនោះគឺស្មើនឹងនៃបែកមេសាខាឥឡូវអូនយល់ពីនៃបែកមេសាខាហើយមិនយល់ទេមិនសមសោះអូនកុហកគេនឹងកុហកគេអីទៅសាមទឹកបានទទួលបញ្ជាពីចៅអធិការនាំវូវៃខិនសិស្សក្បត់សៅលីងមកទទួលទោសវិញសិស្សអកតញ្ញូវូវៃខិនបានចុះពីលើភ្នំដោយចិត្តឯងបានល្មើសនឹងវិន័យសិស្សសុខចិត្តទទួលទោសវូវៃខិនមិនទាន់បានទទួលការអនុញ្ញាតក៏ចុះចេញដោយចិត្តឯងតាមវិន័យគួរតែបណ្ដេញចេញពីវត្តសៅលីនអីអស់ចាមែនរស់រវើកមែនឲ្យតែអ្នកទាំងអស់គ្នាខំព្យាយាមគង់តែបានអានេះខំព្យាយាមពួកឯងមើលនៅណាមកវិញហើយវៃខិនអីគូនពួកលបងមកហើយខ្ញុំនឹកពួកលបងណាវៃខិនយ៉ាងម៉េចហើយមានបានជួបចៅអធិការទេលោកគ្រូចង់បណ្ដេញវៃខិនចេញពីសៅលីនហើយមិនបានជាអញ្ចឹងគ្មានមនុស្សសេចក្ដីទៅណាសោះអើយវិន័យវត្តមិនដឹងធ្វើយ៉ាងម៉េចទេណាវៃខិនចុះពីលើភ្នំក៏ព្រោះតែចង់ជួបឪពុកមិនអាចអនុគ្រោះអញ្ចឹងមិនបានតើយើងទៅអេឆិនកិនបងប្អូនទាំងអស់គ្នាខ្ញុំដឹងថាអ្នកទាំងអស់ល្អចំពោះខ្ញុំតែខ្ញុំចុះពីលើភ្នំដល់ចិត្តឯងអញ្ចឹងរឿងនេះអ្នកទាំងអស់គ្នាកុំព្រួយចិត្តអីណាខ្ញុំមកវត្តសៅលីនយ៉ាងលំបាកដើម្បីអីបើចាក់ចេញពីវត្តត្រង់នេះមិនបានឯងសុខចិត្តទេត្រូវហើយឡោយើងទៅរកលោកគ្រូសូមលោកគ្រូអនុញ្ញាតផងដោយទទួលវូវៃខិនចូលនៅក្នុងវត្តសៃលីនវិញទៅហើយគុណសូមយកជីវិតធានាចាប់ពីថ្ងៃនេះតទៅវូវៃខិនច្បាស់ជាគោរពតាមវិន័យខិតខំរៀនសូត្រតទៅទៀតសូមលោកគ្រូអនុគ្រោះផងសម្មាសម្ពុទ្ធោតែប្រះពួកឯងឆាប់ចេញទៅភ្លាមជីនឹងមនុស្សមិនមែនរុក្ខជាតិមិននឹងសំថាគ្មានមេត្តាវូវៃខិនមានចរិតស្លូតបូតចិត្តកតញ្ញូអាត្មាមិននឹងសំដាច់ចិត្តប៉ុន្តែបើលើកលែងម្ដងនេះនោះវិន័យវត្តសៅលីន100ឆ្នាំកន្លងមកគឺត្រូវរលាយសាបសូន្យអាត្មាពិបាកអត់អន់ណាស់លោកគ្រូអនុគ្រោះឲ្យម្ដងតាមិនសំថាបំផ្លាញអ្វីជាង100ឆ្នាំនោះបើលោកគ្រូមិនយកព្រមទេពួកកណានៅលុតជង្គង់រហូតត្រូវហើយក្រាបទេបើជាកំហុសតិចតួចអាត្មាអាចអនុគ្រោះស្ដាប់បន្លឺមើលមិនឃើញប៉ុន្តែចុះពីភ្នំដោយចិត្តឯងរឿងនេះមិនមែនតូចទេអាត្មាមិនអនុគ្រោះបានឲ្យធ្វើស្ដាប់បន្លឺមើលមិនឃើញនោះឯឫទ្ធានុភាពរបស់វត្តសៃលីនឯណាចាប់ពីថ្ងៃនេះតទៅអាត្មាមិននឹងសំបង្រៀនសិស្សទាំងអស់ឲ្យកាន់សច្ចៈបានទៅលោកគ្រូកណាជាប់មានទោសធ្ងន់លែងមានសង្ឃឹមអីហើយបើគុំតែបំណងល្អរបស់បងប្អូនទេកណាក៏មិននៅទីនេះដែរ
សង្ឃឹមថាលោកគ្រូអព្យាស្រ័យដល់កណាខ្វះការគោរពផងបងប្អូនរួមចិត្តអាចយកឈ្នះទាំងអស់មានទោសអីទៅអរគុណចាអត្តកាប៊ូវៃខិនឯងនៅមានពាក្យអីនិយាយទៀតទេកណាគ្មានពាក្យនិយាយទៀតទេតែគុណគ្រូធ្ងន់ធ្ងរជាងភ្នំតែកណាពិតជាបណ្ដាច់ចិត្តទេសូមទទួលកណាថ្វាយបង្គំ3ដងទុកជាថ្លៃអំណរគុណបានហើយជូនមកដល់ត្រឹមនឹងចុះអ្នកទាំងអស់គ្នាគុំមុខកញ្ញើអីតាមពិតអ្នកដែលកើតទុកបំផុតនោះគឺខ្ញុំឯងក៏ដឹងកើតទុកបំផុតដែរឯងត្រូវចាំថាថ្ងៃក្រោយឯងត្រូវសាច់ក្អាយផងវៃខិនពេលណាយើងចាក់ចេញពីវត្តសៅលីនយើងទៅរកឯងភ្លាមពួកយើងត្រូវខំព្យាយាមផងវៃខិនបើខ្ញុំមានពេលខ្ញុំច្បាស់ជាទៅរកឯងអ្វីដែលខ្ញុំចេះពីវត្តខ្ញុំបង្ហាត់ឯងទាំងអស់ឥឡូវខ្ញុំមិនមែនជាសិស្សសៅលីនទៀតទេណែឲ្យតែជាសិស្សសៅលីនមួយថ្ងៃគឺមួយជីវិតហើយត្រូវហើយវៃខិនឯងកុំខកចិត្តអសោះថ្ងៃណាមួយក្រែងលោកគ្រូកែប្រែចិត្តឡើងវិញណាទៅហើយទុកយើងទាំងពីរនាក់ទៅអង្វរលោកគ្រូទៅអង្វរចៅអធិការអង្វរតតែចៅអធិការយល់ព្រមវៃខិនណាឯងគិតទៅណាវិញហ្នឹងខ្ញុំគិតទៅសំណាក់ផ្កាតាហួយជាមុនសូមឲ្យគ្រូអូម៉ៃទទួលខ្ញុំច្រើនថ្ងៃចាំសេយកមកដល់ចាំគិតទៀតបានហើយឈប់ជូនទៀតទៅហ្នឹងអ្នកទាំងអស់គ្នាកុំបារម្ភអីខំជាយំហាត់គុណទៅវៃខិនមានខ្ញុំមើលថែល្អស្នៀតមួយនេះដាក់ឈ្មោះអីដែរមិនតន់មានទេអ្នកគ្រូគួរតែដាក់ចំនួនខ្ញុំតើស្នៀតកូនមួយនេះគឺគិតឃើញដោយសារស្ថិតក្នុងសភាពអីដែរគ្មានអីទេឲ្យតែខ្ញុំគិតឃើញបន្តិចក៏ហាត់បន្តិចទៅគិតឃើញទៀតក៏ហាត់ទៀតទៅណាហាត់ទៅក៏ហាត់គេស្នៀតនេះសម្រាប់ការថងតែងតែស្ថិតក្នុងគំនិតមួយប្រព្រឹត្តគួរហៅថាគំនិតតូចទៅគំនិតទៅឈ្មោះនេះព្រោះណាអរគុណហើយអ្នកគ្រូវិឈុនគ្រូអ៊ំហើយកូនវៃខិនយ៉ាងម៉េចហើយវិន័យ100ឆ្នាំមិនសមថាកែប្រែដោយសារមនុស្សម្នាក់លោកគ្រូពូចាតិកាពិតជាដាច់ចេញពីវត្តសាលីនមែនតាមពិតខ្ញុំបានដឹងយូរយារហើយអ្នកគ្រូសុំអ្នកគ្រូជួយអង្វរលោកគ្រូពូផងតើមិនបាច់គ្រូអ៊ំទេមិនបាញ់មិញបងប្អូនទាំងអស់គ្នាលើកជង្គង់នៅមុខចៅអធិការក៏គាត់មកដកហូតវិញផងគ្រូពូមិនក៏ខ្លាចទៅជាម្នាក់ម្ល៉េះវៃឈុនប៉ុន្តែចៅអធិការតាំងពីដើមមកមិនបានបន្ទោសខ្ញុំមួយម៉ាត់ទេអាក្រក់មកពីខ្ញុំ